បាទសួស្តីបងប្អូនអរគ្នាវីដេអូមួយប្រភេទនេះជាវីដេអូដែលកំពុងតែ viral ខ្លាំងនៅលើបណ្ដាញសង្គមមិនថា YouTube មិនថា Facebook មិនថា TikTok គឺកំពុងតែ viral ខ្លាំងមែនទែនអញ្ចឹងរបៀបក្នុងការធ្វើខ្ញុំនឹងមកបង្ហាញបងប្អូនអំពីរបៀបក្នុងការធ្វើបងប្អូនឃើញទេគឺ view ច្រើនចាំមែនទែនគេធ្វើទាក់ទងជាមួយនឹង restoration video ហើយវីដេអូនេះគឺបង្កើតឡើងដោយ AI ទេអញ្ចឹងធ្វើដោយរបៀបណាខ្ញុំនឹងបង្ហាញបងប្អូននៅពេលបន្តិចទៀតអញ្ចឹងតើធ្វើទាំងអស់គ្នានៅលើទូរស័ព្ទដៃទាំងអស់គ្នាតើអញ្ចឹងដើម្បីបងប្អូនអាចធ្វើការបង្កើតជាមួយនឹងវីដេអូបែប restoration time lapse បានគឺទីមួយបងប្អូនត្រូវមានកម្មវិធី Pinterest បងប្អូនអាចធ្វើការទៅយករូបភាពណាអញ្ចឹងបងប្អូនអាចធ្វើការទៅឡើងពី App Store បាន Play Store បានតទៅទៀតបងប្អូនចង់បានរូបភាពបែបណាដើម្បីយើងយកទៅកាត់តយកទៅធ្វើការកាត់ជាវីដេអូដែលបងប្អូនចង់បានណាបាទទេថាខ្ញុំយកអូខេរូបភាពមួយនេះបាទបងប្អូនចុចលើវាហើយអូខេឥឡូវខ្ញុំយករូបភាពមួយនេះចុះណាយករូបភាពមួយនេះហើយបងប្អូនចុចលើការសញ្ញាចុច3នេះដើម្បីបងប្អូនធ្វើការ download យករូបភាពអូខេយើងចុចលើពាក្យថា download image បាទអញ្ចឹងបន្ទាប់ពីយើងធ្វើការបានរូបភាពហើយបងប្អូនថយមកវិញណាបាទបងប្អូនថយមកវិញបន្ទាប់ពីថយហើយបងប្អូនត្រូវចូលមកកាន់ជាមួយនឹង Chat GPT បាទបងប្អូនធ្វើការ log in log out ជាមួយនឹង account Gmail បងប្អូនណាបាទ account Gmail មកបាទបងប្អូនចូលសំទោសខ្ញុំសូមសារម្ដងទៀតបាទខ្ញុំសូមចុចចូលជាមួយនឹង Chat GPT ម្ដងទៀតបងប្អូនដែលមិនទាន់មានទេបងប្អូនអាចទៅឡើងណាបាទអាចធ្វើការ install ឬក៏ដំឡើងវាមកបាទបន្ទាប់ពីយើងចូលមកកាន់ Chat GPT ហើយបងប្អូនត្រូវចូលកន្លែងសញ្ញាចុចនេះសញ្ញាត្រីហើយបងប្អូនយកកន្លែងពាក្យថា app បន្តទៀតបាទទៅវាយកហើយបងប្អូនរងចាំបន្តិចទៅដើម្បីបងប្អូនអាចធ្វើការទៅបង្កើតជា prompt ដើម្បីបងប្អូនយកទៅ generate ជា video បែប restoration ដើម្បីឲ្យបងប្អូនអាចយកទៅធ្វើការកាត់តដោយសារតែខ្ញុំឃើញកត្តាដែលវីដេអូហ្នឹងកំពុងតែ viral កំពុងតែទទួលបាន view ខ្លាំងបាទអញ្ចឹងក៏បង្ហាញចែកជូនដល់បងប្អូនអំពីរបៀបធ្វើតែម្ដងទៅសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តអូខេអញ្ចឹងតើបងប្អូនចុច search ទៅនេះមកបាទបងប្អូនវាយមក restoration time lapse ណាបាទនេះ time lapse បងប្អូនចុចចឹងមកហើយបងប្អូនចុចសញ្ញា search ទៅឬក៏បងប្អូនទុកវាចឹងទៅក៏វាលោតចេញឲ្យដែរណាបាទអញ្ចឹងបងប្អូនធ្វើការរងចាំវាបន្តិចដើម្បីនេះបងប្អូនឃើញ restoration ខាងលើ time lapse ហ្នឹងបងប្អូនចុចលើហ្នឹងមកបាទបន្ទាប់ពីយើងចូលមកកាន់ restoration time lapse ហើយបងប្អូនត្រូវចុចពាក្យថា start chat បន្តទៀតដើម្បីបងប្អូនអាចធ្វើការបន្តទៀតអូខេត្រង់ចំណុចនេះគឺបងប្អូនចុចលើសញ្ញាលេខបូកមកដើម្បីយើងទៅយករូបភាពដែលយើងបានធ្វើការ download ចេញអំពី app មិញហ្នឹងឯងអញ្ចឹងយើងចុចលើនេះរូបភាពហ្នឹងហើយបងប្អូនចុចលើពាក្យថា add បាទតទៅទៀតបងប្អូនចុចខាងក្រោមនេះយើងដាក់ថា start ណាបើមិនជាបងប្អូនអត់ចេះអង់គ្លេសទេបងប្អូនអាចមើលសំទោសអូខេហើយបងប្អូនចុចលើពាក្យថាសញ្ញាព្រួយនេះដើម្បីយើងបន្តទៅមុខទៀតបាទអញ្ចឹងវានឹងបង្កើតជា prompt ឲ្យយើងណាបាទអញ្ចឹង prompt នេះវាមាន4ណាវាមាន4 prompt រូបភាព4ស្លឹកហើយជាមួយនឹងវីដេអូ4ណាទាំងអស់គឺ8អូខេអញ្ចឹងនេះគឺជា prompt រូបភាពនេះបងប្អូនឃើញរូបភាពទី1 image 1 image 2 image 3 image 4បន្តមកទៀតគឺវីដេអូ1បើន័យថា prompt បង្កើតទៅជាវីដេអូវិញអញ្ចឹងអ្វីយើងត្រូវធ្វើដំបូងគឺយើងត្រូវអូខេយើងយក prompt ទី1នៃរូបភាពនេះអូខេបន្ទាប់ពីបានហើយបងប្អូន copy នេះចុចលើសញ្ញា copy បើសិនជាបងប្អូនចេញដូចខ្ញុំទេគឺយើងសង្កត់លើអក្សរទាំងអស់នេះទាញវាយកទាំងអស់ទៅហើយយើងធ្វើការ copy ហើយបងប្អូនថយទៅវិញហើយបងប្អូនចូលទៅកាន់ browser ណាមួយបងប្អូនឥឡូវតែខ្ញុំយក browser Chrome បាទទៅយើងចូលមកកាន់ Chrome ហើយបងប្អូនអូខេយើងត្រូវ log in ជាមួយនឹងអូខេ Gmail បងប្អូនហើយបងប្អូនចុចទៅលើកាន់ website មួយដែលឈ្មោះថា Flow ណាបាទ Flow ហើយចុច log in វាទៅបាទបន្ទាប់ពី log in ទៅកាន់ Flow ហើយអូខេនេះបងប្អូនយកមួយណាក៏បានដែរខ្ញុំយក Flow នេះអូខេបងប្អូនចុចលើ Flow ដើម្បីអូខេខ្ញុំសូម try Flow AI ដើម្បីខ្ញុំបន្តទៀតអូខេអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការចូលកាន់ Flow ហើយបងប្អូនត្រូវធ្វើការ log in ណាដោយសារតែខ្ញុំ log in account រួចហើយអូខេអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញបងប្អូនតែម្ដងអញ្ចឹងវាចេញបែបនេះហើយបងប្អូនចុចលើពាក្យថា new project បាទចុច new project ដើម្បីយើងបន្តដំណើរការងាររបស់យើងបន្ថែមទៀតបងប្អូនមើលខ្ញុំមួយទៅគឺបងប្អូនអាចធ្វើបាន 100% ណាបាទ
ចឹងរកចាំតិចទៅដោយសារតែវាកំពុងតែអូខេចឹងបងប្អូនអាចចុចលើទៅនេះមកដើម្បីបងប្អូនអូខេចឹងយើងធ្វើដំបូងគឺយើងធ្វើបង្កើតជារូបភាពសិនចឹងយកមកកន្លែង image នេះមកបាទហើយយើងបងប្អូនយកradio នេះយើងយកទំហំຂະຫນាតឬក៏កម្រិតយើងយកចាំបានផ្ដែកបឈរឬក៏4ជ្រុងតែខ្ញុំយកបឈរណាហើយខ្ញុំយក2សន្លឹកបានន័យថា generate ម្ដង2សន្លឹកអូខេតទៅទៀតបងប្អូនថយមកវិញហើយបងប្អូនដែលយើងបាន copy ជាមួយនឹងប្រាប់ទី1មិញនៃរូបភាពហ្នឹងគឺយើងយកមកផាសចំណុចទៅនេះបាទទៅគាត់វាជាប់ហើយបងប្អូនយកពេលថាផាសអូខេដល់ផាសហើយខ្ញុំសូមលុបចំណុចនេះចោលបន្តិចអូខេអត់លុបអត់ជាបញ្ហាដែរណាបាទខ្ញុំលុបចំណុចនេះចោលហើយយើងចុច generate តែម្ដងដើម្បីយកបានរូបភាពបាទអូខេនេះគឺជារូបភាពទី1អញ្ចឹងបន្ទាប់ពីយើងgenerate រូបភាពទី1ហើយយើងទៅ copy ប្រាប់ទី2របស់យើងមកដើម្បីយើងអូខេយើងឆាប់បានបន្តដំណើរទៅមុខទៀតអញ្ចឹងយក copy ប្រាប់ទី2អូខេហើយយើងថយមកកាន់ flow វិញបាទអញ្ចឹងយើងរងចាំឲ្យប្រាប់ទី1របស់យើង generate បានសម្រាប់ជារូបភាពសិនចាំយើងបន្តទៀតណាបាទអញ្ចឹងក្នុងរូបភាពជាgenerate ម្ដងពីរហ្នឹងក៏បងប្អូនអាចយកម្ដងតែមួយទេណាបងប្អូនយកមួយណាក៏បានដែរឬក៏យើងយកទាំងពីរក៏បានដែរប៉ុន្តែខ្ញុំ recommend ឲ្យយកតែមួយទេបាទអញ្ចឹងមួយណាទំនងបងប្អូនយកមួយហ្នឹងអញ្ចឹងតែខ្ញុំយកមួយនេះណាយើងចុចធ្វើឲ្យវាជាប់គាត់វាជាប់នឹងឃើញពាក្យថា download ចុច download បាទចុចម្ដងទៀតអូខេអញ្ចឹងរូបភាពទី1របស់យើងបានតាមទៀតបងប្អូនផាសនៅប្រាប់ទី2របស់យើងដែលយើងបាន copy មិញនឹងបញ្ចូលមកបាទអញ្ចឹងសូមលុបខាងលើនេះតិចទៀតណោទៀតនេះសូមលុបវាចោលអូខេហើយយើងចុចបន្តទៀតដើម្បីយើង generate ជារូបភាពទី2បាទអញ្ចឹងវាកំពុងតែ generate រូបភាពទី2ខ្ញុំសូមថយទៅកាន់ជាមួយនឹង ChatGPT ខ្ញុំទៅយកប្រាប់ទី3ណាបាទយកប្រាប់ទី3របស់យើងនេះប្រាប់ទី3នៃរូបភាពអូខេថយមកវិញចូលទៅកាន់ flow ទៀតអូខេអញ្ចឹងរូបភាពទី2វាចិត្តរួចរាល់ដែរណាអូខេវាបាន70%ហើយអញ្ចឹងរងចាំណាអញ្ចឹងវាមិនបានរូបភាពទី1មួយអូខេអញ្ចឹងខ្ញុំមើលរូបភាពទី2បាទរូបភាពទី2នេះខ្ញុំយកមួយនេះចុះនេះមួយនេះចុចយកភាពមកបាទ download បាទអញ្ចឹងបានរូបភាពទី2តទៅទៀតយើង copy ជាមួយផាសជាមួយនឹងប្រាប់ទី3របស់យើងនៃរូបភាពបន្តទៀតអូខេចុចឲ្យជាប់អូខេអញ្ចឹងខ្ញុំនៅតែលុបផ្នែកខាងលើដដែលដោយសារតែវាអត់មានជាបញ្ហាទេណានេះគ្រាន់តែជាគេដាក់ផ្នែក scene របស់វាណាចុចសញ្ញានេះដើម្បីយើង generate រូបភាពទី3បាទបន្ទាប់ពីយើងកំពុង generate រូបភាពទី3ហើយយើងទៅ copy ជាមួយនឹងប្រាប់រូបភាពទី4របស់យើងណាបាទអូខេអញ្ចឹង copy ប្រាប់រូបភាពទី4ដើម្បីខ្ញុំបាទអូខេអញ្ចឹងយើងរងចាំប្រាប់ទី3ឲ្យចប់សិន generate ឲ្យបានជារូបភាពបាទចិត្តបានហើយភាពទី3បានហើយយើងយកមួយនេះចុះអូខេយើងសង្កត់លើវាបាទបន្ទាប់ពីយើង copy ប្រាប់នៃវីដេអូរួចហើយបងប្អូនមិនបាច់ចាំទៅធ្វើជាមួយកម្មវិធីគឺយើងអាចធ្វើការបង្កើតវាជាវីដេអូជាមួយនឹងកម្មវិធី YouTube ផ្ទាល់បានណាអញ្ចឹងបងប្អូនចូលមកកាន់ YouTube បងប្អូនមកបាទបន្ទាប់ពីយើងចូលមកកាន់ YouTube ហើយបងប្អូនរងចាំតិចអូខេអញ្ចឹងខ្ញុំសូមធ្វើការដូរនៅ Facebook របស់ខ្ញុំមួយសិនសុំទោសជាមួយ YouTube account របស់ខ្ញុំមួយសិនដោយសារតែ account មួយនេះ channel មួយនេះអាចនឹងធ្វើការអស់ណាដោយសារខ្ញុំបានធ្វើការបង្កើតច្រើនវីដេអូហើយចឹងសូមយក channel មួយផ្សេងបាទយក channel មួយនេះបាទតើបើយើងចូលកាន់ Facebook សំទោស YouTube ចឹងហើយបងប្អូនអាចចុចមកកន្លែងសញ្ញាលេខបូកនេះដើម្បីយើងទៅធ្វើការបង្កើតជាវីដេអូបាទមកទម្រង់បែបនេះហើយបងប្អូននឹងឃើញសំទោសខ្ញុំសូម10អូខេអញ្ចឹងបងប្អូនអូខេសំទោស
ដោយសារតែខ្ញុំទៅចាប់ផ្ដើមអញ្ចឹងអូខេចុចលើសញ្ញានេះដើម្បីខ្ញុំទៅយករូបភាពអញ្ចឹងរូបភាពទី1គឺនៅចំណុចនេះណាបាទនេះជារូបភាពទី1អញ្ចឹងចុចលើរូបភាពហើយយើងផាសនៅប្របវីដេអូរបស់យើងទី1ហ្នឹងអូខេចឹងបងប្អូនមើលត្រូវតាណាត្រូវដែលបងប្អូនអាចធ្វើការលុបចឹងខ្ញុំសូមធ្វើការលុបត្រង់ទៅនេះចោលតិចអូខេចឹងខ្ញុំលុបវាមកវាអត់ជាបញ្ហាទេណាបាទតទៅទៀតបងប្អូនចុចលើនេះដើម្បីយើងបង្កើតរូបភាពទៅជាវីដេអូគេសញ្ញាព្រួយទៅបាទបន្ទាប់ពីវាកំពុងតែដំណើរការបងប្អូនទៅ copy ជាមួយនឹងប្រាប់ទី2នៃវីដេអូបាទអញ្ចឹងរងចាំវាដំណើរការចប់មួយសិនបាទជាត្រង់បងប្អូនណាសាររៀងយូរបន្តិចប៉ុន្តែអត់ជាបញ្ហាទេដោយសារតែវាតម្រូវអញ្ចឹងដោយសារតែជាមួយអ៊ីនធឺណិតក៏ដូចគ្នាវាអាចជាបញ្ហាណាអញ្ចឹងខ្ញុំរងចាំអ្នកនរគ្នាវាចិត្តដំណើរការចប់ជាមួយនឹងវីដេអូទី1ហើយជាមួយនឹង script ទី1ណាបើន័យថាជាមួយនឹងscript ទី1របស់យើងគឺវាចិត្តចប់ណា script ទី1អញ្ចឹងបងប្អូនអាចមើលបានណាបាទនេះអូខេបាទអូខេអញ្ចឹងយើងបានវីដេអូហើយបងប្អូនចង់ download បងប្អូនចុច download មួយមកនេះបងប្អូនឃើញកន្លែងសញ្ញា download នេះចុចលើ download device បាទអញ្ចឹង download បានវីដេអូមួយទៅ download បានវីដេអូទី1បងប្អូនថយមកវិញដើម្បីយើងអូខេអញ្ចឹងខ្ញុំសូមធ្វើការលុបនៅប្រាប់នេះចោលអូខេយើងលុបប្រាប់នឹងចោលយើង select all ហើយខាត់វាបាទសំទោសខ្ញុំលុបវាម្ដងទៀតបាទហើយយើងផាសប្រាប់ទី2របស់យើងចូលតោះទៀតបងប្អូនទៅយកជាមួយនឹងរូបភាពនៃរូបភាពទី1មិញរូបភាពទី2ហើយបងប្អូនចុចបង្កើតដដែលទៅបាទចឹងបានធ្វើការបង្កើតជាមួយនឹងរូបភាពទី2ទៅជាវីដេអូហើយបងប្អូនថយហើយយើងទៅ copy ជាមួយនឹងប្រាប់វីដេអូនេះប្រាប់ទី3ហើយខ្ញុំថយណាយើងទៅកាន់កន្លែង app របស់ Facebook YouTube របស់យើងវិញទៅបាទឥឡូវវីដេអូទី2របស់យើងគឺដំណើរការរួចរាល់ហើយបាទនេះបងប្អូនឃើញបាទហើយទៀតបងប្អូនធ្វើការចុច download វាមកបាទទៅ download ហើយបងប្អូនថយទៅវិញដើម្បីយើងទៅយកប្រាប់ទី3អូខេយើងទៅយក script នៃវីដេអូទី3ដើម្បីយើងអូខេខាត់បាទតាមទៀតយើង copy ប្រាប់ទី3របស់យើងចូលណាពីប្រាប់ហើយយើងចុចលើសញ្ញានេះដើម្បីយើងទៅយករូបភាពទី3ហើយយើង copy ប្រាប់ទី3យើងដាក់ copy ប្រាប់ទី3យើងដាក់បញ្ចូលមកបាទហើយបងប្អូនធ្វើការ generate បន្តទៀតទៅបាទខ្ញុំសូមធ្វើការលុបចំណុចនេះសិនបាទចុចបង្កើតបាទកំពុងតែបង្កើតយើងទៅ copy ជាមួយនឹងប្រាប់បាទយ៉ាងវីដេអូទី3របស់យើងក៏រួចរាល់ដែរយើងធ្វើការតម្លើងមកបាទអូខេហើយបងប្អូនចុចជាមួយនឹងបន្តជាមួយនឹងប្រាប់ទី4ណាប្រាប់ទី4របស់យើងបន្តទៀតទៅជាប្រាប់ចុងក្រោយដើម្បីយើងអាចយកធ្វើការកាត់តបានណាអាចយកធ្វើការកាត់តបានអញ្ចឹងខ្ញុំផាសជាមួយនឹងប្រាប់ទី4ចុងក្រោយទៅ